របៀបម៉ាស្សាទារកសម្រួលបញ្ហាទល់លាមកការម៉ាស្សានិងធ្វើយូហ្គាអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់ទារកដំណើរការបានល្អជាពិសេសនៅពេលដែលកូនមានបញ្ហាទល់លាមកទល់ខ្យល់ឬឈឺពោះវីដេអូនេះនឹងបង្ហាញអ្នកពីរបៀបម៉ាស្សាងាយៗដែលអ្នកអាចអនុវត្តខ្លួនឯងបាននៅផ្ទះរបៀបទី1ចាក់ប្រេងនៅលើបាតដៃហើយឆ្លៀតឲ្យសព្វរួចប្រើម្រាមដៃ2ឬ3ម្រាមរឹតថ្នមៗលើពោះរបស់ទារកក្នុងចលនាជារង្វង់ទៅតាមទិសដៅស្របត្រនិចនីលេកាបន្ទាប់មកប្រើដៃទាំងសងខាងរឹតថ្នមៗពីលើចុះក្រោមរបៀបទី2ហៅថា I love you ចលនានេះជួយដល់ដំណើរការរបស់ពោះវៀនធំទារកចាប់ផ្ដើមពីពោះផ្នែកខាងឆ្វេងប្រើដៃម្ខាងរឹតពោះចុះក្រោមហើយនិយាយថាអាយបន្ទាប់មករឹតពោះផ្នែកខាងលើពីស្ដាំមកឆ្វេងហើយអោសចុះក្រោមថ្នមត្រឹមចង្កេះខោទឹកនោមរួចនិយាយថាលើបចុងក្រោយរឹតពោះពីផ្នែកខាងស្ដាំខាងក្រោមឡើងទៅលើរួចអោសទៅឆ្វេងបន្ទាប់មកអោសចុះក្រោមហើយនិយាយថាយូរបៀបទី3ប្រើម្រាមដៃទាំងពីរដាក់លើផ្ចិតរបស់ទារកហើយរឹតថ្នមតាមទិសដៅចេញក្រៅរបៀបទី4ចលនាជើងដែលជួយភ្ញួយសរីរាង្គរំលាយអាហារទាំងអស់របស់ទារកលើកជើងទាំងពីររបស់ទារកឡើងហើយធ្វើចលនាជារង្វង់